ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងឃើញថាលោកភូមិស៊ីនបាត់ឃ្លាំងនេះក៏បានចេញមកសារភាពខ្លួនឯងផ្ទាល់ហើយគឺថាខ្លួនពិតជាផ្កើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលថៃដែលបានបញ្ជាឲ្យឈប់បាញ់ជាមួយនឹងកម្ពុជាមែនយើងដឹងថាសង្គ្រាមកម្ពុជាជាមួយនឹងថៃគឺបុគ្គលបាត់ឃ្លាំងនេះឯងដែលល្មើសនឹងបទបញ្ជារបស់ថ្នាក់លើសម្ដីសារភាពរបស់លោកបាត់ឃ្លាំងនេះការផ្ទុះអាវុធនេះភ្លាមបាទប្រហែលជា1ម៉ោងនៃការផ្ទុះហ្នឹងគឺរាជរដ្ឋាភិបាលនៃទីក្រុងបាងកកក៏បានបញ្ជាឲ្យឈប់បាញ់ភ្លាមដែរនៅពេលដែលចំនួនជាមួយនឹងកម្ពុជាជានៃការផ្ទុះបាទកាលពីថ្ងៃទី1ហ្នឹងណាប៉ុន្តែលោកភូមិស៊ីនបាត់ឃ្លាំងនេះគឺគាត់មិនស្ដាប់អញ្ចឹងបានអូបឡាយរហូតដល់មានការអន្តរាគមន៍ពីអន្តរជាតិមានម៉ាឡេស៊ីបាទហើយនិងអាមេរិកដើម្បីមានកិច្ចព្រមព្រៀងបទឈប់បាញ់មួយហើយដល់ឥឡូវនេះនៅពេលដែលប្រទេសទាំងពីរយល់ព្រមសញ្ញេទៅលើកិច្ចព្រមព្រៀងនេះហើយនឹងដកអាវុធបាទធនធ្ងន់ចេញពីតំបន់ព្រំដែននិងតំបន់ចំនួនគឺឥឡូវនេះបាទគឺភូមិស៊ីនបាត់ឃ្លាំងនេះគាត់ចេញខ្លួនមកសារភាពដោយសារតែគាត់នឹងមិនស្ដាប់បទបញ្ជារបស់រាជរដ្ឋាភិបាលថៃដែលបញ្ជាឲ្យឈប់បាញ់ជាមួយនឹងកម្ពុជាអញ្ចឹងយើងឃើញថានៅថ្ងៃនេះបាទទីបំផុតគឺអតីតមេភូមិភាគ2បាទភូមិស៊ីនបាត់ឃ្លាំងនេះគឺបានចេញមកសារភាពដោយខ្លួនឯងថាខ្លួនពិតជាផ្កើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលទីក្រុងបាងកកដែលបង្កប់ឲ្យឈប់បាញ់ភ្លាមនៅពេលដែលចំនួនព្រំដែនជាមួយនឹងកម្ពុជាឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដានេះលោកបានថ្លែងនៅក្នុងសិក្ខាសាលាមួយនៅខេត្តនគរប៉ឋមលោកភូមិស៊ីនបាត់ឃ្លាំងដែលជាអ្នកអុចបញ្ឆេះសង្គ្រាមជាមួយនឹងកម្ពុជាបាននិយាយថាលោកផ្ទាល់ជាអ្នកបដិសេធមិនស្ដាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលឲ្យភូមិភាគ2ត្រូវតែបញ្ឈប់ការប្រយុទ្ធដោយសារតែខ្លួនឯងចង់បានទឹកដីពេកការចុះផ្សាយនេះនៅថ្ងៃអាទិត្យទី9ខែវិច្ឆិកាឆ្នាំ2025នេះលោកភូមិស៊ីនបានសារភាពថា6ម៉ោងដំបូងនៅថ្ងៃទី1នៃប៉ះទង្គិចគ្នាថ្នាក់លើបានបញ្ជាឲ្យលោកឈប់បាញ់ប៉ុន្តែខ្ញុំជំទាស់ហើយស្នើទៅមេបញ្ជាការផ្ទាល់របស់ខ្ញុំសូមបន្តការប្រយុទ្ធនេះគឺព្រោះតែខ្ញុំចង់បានយកទឹកដីមកវិញដែលប៉ះទង្គិចបុគ្គលនោះចឹងយើងឃើញថាបុគ្គលនេះគឺជាបុគ្គលម្នាក់ដែលបញ្ឆេះសង្គ្រាមហើយយើងឃើញថាកម្ពុជាគឺមិនចង់មានសង្គ្រាមទេជាមួយមិត្តជិតខាងណាមួយឡើយប៉ុន្តែបុគ្គលលោកនេះគឺចង់បានអំណាចខ្លួនឯងតែបង្កើតនៅសង្គ្រាមប៉ះជាមួយនឹងកម្ពុជារបស់យើងហើយលោកបាត់ឃ្លាំងនេះក៏មិនបានបញ្ចេញឈ្មោះបាទចំពោះមេបញ្ជាការឈ្មោះអ្វីដែរបាទតាមការបញ្ជានោះស្មើនឹងទោសប្រហារជីវិតរបស់ពួកគេខ្ញុំសូមជម្រាបសារជាថ្មីថាចំពោះទ័ពកម្ពុជានិងថៃបានបើកការប្រយុទ្ធគ្នានោះយ៉ាងខ្លាំងគឺថ្ងៃទី24ខែកក្កដាឆ្នាំ2025បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលបាទ4ថ្ងៃប្រទេសទាំងពីរបានឈានទៅដល់ការឈប់បាញ់បាទបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅថ្ងៃទី28ខែកក្កដាឆ្នាំ2025ដែលសម្របសម្រួលដោយភាគីម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកឥឡូវយើងឈានទៅដល់ព័ត៌មានមួយទៀតថៃធានាយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាពរបស់កីឡាករកម្ពុជាអំឡុងពេលប្រកួតស៊ីហ្គេមលើកទី33នេះបើយោងតាមម្ចាស់ផ្ទះគឺប្រទេសថៃជាអ្នករៀបចំកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី33ពោលគឺប្រទេសថៃបានសន្យានឹងធានាសុវត្ថិភាពកីឡាករកម្ពុជាដែលត្រៀមចូលរួមប្រកួតដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីកម្ពុជាសម្ដែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អត្តពលិកនិងមន្ត្រីរបស់ខ្លួនចំពេលដែលមានស្ថានភាពតានតឹងនៅតាមព្រំដែនយោងតាមលោកជ័យភាគសេរីវត្តអនុប្រធានគណៈកម្មាធិការជាតិអូឡ িম্প ពិកថៃនិងជានាយកប្រតិបត្តិនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មន្ត្រីកម្ពុជាបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គណៈប្រតិភូរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី33ដែលប្រព្រឹត្តទៅនៅខែក្រោយនេះឯងនៅក្នុងរាជធានីបាងកកជលបុរីនិងសុងខ្លាលោកបានថ្លែងយ៉ាងដូចនេះថារាជរដ្ឋាភិបាលកម្ពុជាបានសម្ដែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កីឡាករដែលចូលរួមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមពួកគេនឹងបញ្ជូនអត្តពលិកប្រហែល300នាក់ហើយបានស្នើឲ្យ
បាទភាគីថៃស្នាក់នៅជាមួយគ្នានៅក្នុងសន្តាគារតែមួយគឺឲ្យអត្តពលិកបាទស្នាក់នៅរួមគ្នាជាមួយគ្នាជាជាងដាច់ដោយឡែកពីគ្នាតាមប្រភេទកីឡាបាទអញ្ចឹងកម្ពុជាយើងគឺបានស្នើសុំហើយបាទអត្តពលិកយើងចូលរួមប្រហែលជា300នាក់ក្នុងការចូលរួមកីឡាស៊ីហ្គេមលើកទី33នៅប្រទេសថៃអញ្ចឹងការព្រួយបារម្ភនៃប្រទេសកម្ពុជារបស់យើងគឺពិតណាស់បាទដោយសារតែភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃគឺមិនទាន់បានស្ងប់ស្ងាត់នៅឡើយបាទគឺខ្លាចបាទពួកជ្រុលនិយមមួយចំនួនអញ្ចឹងហើយបានខាងកម្ពុជាស្នើសុំខាងភាគីថៃធ្វើម៉េចយ៉ាងណាឲ្យអត្តពលិកយើងនេះស្នាក់នៅសន្តាគារឬក៏កន្លែងតែមួយហើយក៏ចែកប្រភេទនៃកីឡាតាមប្រភេទកីឡាតែប៉ុណ្្នឹងឯងបាទហើយលោកពិជ័យបាទលោកជ័យភាគសេរីវត្តបានអះអាងសំណើនេះត្រូវបានអនុញ្ញាតដោយបន្ថែមថាលោកនឹងចាត់តាំងមន្ត្រីឲ្យតាមធានាសុវត្ថិភាពរបស់ពួកគេផងដែរលោកបានថ្លែងយ៉ាងដូចនេះថាខ្ញុំនឹងចាត់តាំងមន្ត្រីឲ្យការពារសុវត្ថិភាពជាអតិបរមាអំឡុងពេលដែលពួកគេស្នាក់នៅក្នុងប្រទេសថៃភាគីកម្ពុជាយល់ឃើញថាការធានារបស់យើងស្របតាមការចង់បានរបស់ពួកគេនេះគឺសម្ដីរបស់លោកសេរីវត្តដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិករបស់ថៃហើយយើងគូបញ្ជាក់ថាព្រឹត្តិការណ៍ស៊ីហ្គេមបាទលើកទី33នេះជាព្រឹត្តិការណ៍ពហុកីឡាប្រចាំតំបន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី9ដល់ថ្ងៃទី20ខែធ្នូនៅខាងមុខនេះឯងបាទយើងនឹងតាមដានទាំងអស់គ្នាតើការអនុវត្តរបស់ថៃក៏ដូចជាបានរៀបរយប៉ុណ្ណាបើសិនជាមានព័ត៌មានបន្ថែមខ្ញុំនឹងជម្រាបជូនបងលោកអ្នកជាបន្តទៀតផងដែរហើយបើសិនជាមានព្រឹត្តិការណ៍អ្វីថ្មីខ្ញុំនឹងជម្រាបជូនអស់លោកអ្នកជាបន្តទៀតផងដែរ